បាទសូមជម្រាបសួរបងប្អូនដែលលេង MMO ទាំងអស់គ្នាបាទជាពិសេសបងប្អូន MMO ដៃថ្មីណាបងប្អូន MMO ដៃថ្មីភាគច្រើនគាត់ចូលមកសួរឬក៏ចង់ដឹងអំពីថាធ្វើម៉េចដើម្បីឲ្យ page របស់គាត់ហ្នឹងឬក៏ account របស់គាត់ហ្នឹងទទួលបានការមើលឃើញបាទអញ្ចឹងខ្ញុំឃើញការចែករំលែករបស់បងប្អូនយើងទាំងដៃចាស់ទាំងដៃថ្មីដែលគាត់បានចែករំលែកហ្នឹងផ្សេងគ្នាបាទអញ្ចឹងមានខ្លះខុសទៅមានខ្លះត្រូវទៅបាទហើយការចែករំលែករបស់គាត់ហ្នឹងខ្ញុំមិនបដិសេធទេបាទប៉ុន្តែមុននឹងជឿគេណាបងប្អូនបាទមុននឹងជឿគេត្រូវគិតពិចារណាសិនហើយបងប្អូនគិតពិចារណាមើលទៅខ្ញុំមិនថាណាខុសទេបងប្អូនបាទអញ្ចឹងយកជាកំណត់ប៉ុន្តែបងប្អូនមកស្ដាប់យោបល់ខ្ញុំបន្តិចសិនណាដើម្បីឲ្យ page បងប្អូនរីកឬក៏ account បងប្អូននឹងរីកទទួលបានការមើលឃើញទោះបីថាចូលនៅក្នុងនិយាយសភាសាសាមញ្ញថាចូលក្នុងចំណោមមានតំណែងជាមួយនឹង account នឹង page អ្នកផ្សេងទៀតចូលក្នុងចំណោមគេចូលក្នុងចំណោមឯងនិយាយចឹងសាមញ្ញធ្វើស្ដាប់បាទអញ្ចឹងបងប្អូនមិនបាច់ទេស្ដាប់ខ្ញុំនេះឥឡូវបងប្អូនយកគំនិតទៅពិចារណាបាទខ្ញុំសូមចែករំលែកណាបងប្អូនបាទចែករំលែកដោយក្តីស្រឡាញ់ទេហើយខុសត្រូវបងប្អូនយកទៅពិចារណាទៅបាទគិតថាខុសបោះចោលទៅបើសិនជាត្រូវបងប្អូនធ្វើតាមទៅអញ្ចឹងទី1มันមានអីច្រើនទេបងប្អូននៅពេលឥឡូវខ្ញុំនិយាយរឿង account វិញ account ដែលយើងបង្កើត page ក៏ដោយមិនបង្កើតក៏ដោយឥឡូវខ្ញុំនិយាយរឿង account វិញហើយនៅ page ក៏ប្រហែលគ្នាដែរឥឡូវខ្ញុំនិយាយរឿង account ធម្មតា account ដែលយើងលេងគឺយើងបងប្អូនបានបើក professional mode មែនទេបាទអញ្ចឹងបើបងប្អូនបានបើក professional mode គឺបើកគំរូរកអាជីពបាទរកប្រាក់កម្រៃពី Facebook ហ្នឹងណាអញ្ចឹងក្រុមហ៊ុន Facebook គេតម្រូវឲ្យដាក់កិច្ចការឲ្យបងប្អូនធ្វើឲ្យប្រចាំសប្តាហ៍ហើយបងប្អូនមិនបាច់គិតចារណាអីផ្សេងទេបងប្អូនធ្វើតែតាមកិច្ចការដែលក្រុមហ៊ុន Facebook ហ្នឹងដាក់ឲ្យធ្វើប្រចាំសប្តាហ៍ហ្នឹងហើយនឹងគេមានកលឹះគេមានធៀបរបស់គេបងប្អូនកលឹះថាត្រូវធ្វើម៉េចដើម្បីឲ្យទទួលបានការមើលឃើញធ្វើយ៉ាងម៉េចដើម្បីទទួលបានការតាក់ទាញអ្វីមួយដើម្បីឲ្យមានអ្នក follow អញ្ចឹងក្រុមហ៊ុនគឺគេក្រុមហ៊ុនមេតាក្រុមហ៊ុន Facebook ហ្នឹងគឺគេបានគិតឲ្យស្រេចហើយបងប្អូនអញ្ចឹងបងប្អូនមិនបាច់ទៅគិតអីខ្វល់អីច្រើនទេធ្វើតែតាមគេនឹងទៅឲ្យតែបានទៅនឹងបានទទួលការមើលឃើញហើយបងប្អូនបាទមិនមានអីច្រើនទេបាទអញ្ចឹងគំនិតខ្ញុំមានតែប៉ុណ្្នឹងបាទឥឡូវសូមជាឧទាហរណ៍ណាបាទដំបូងឥឡូវបងប្អូនបើក profile Facebook របស់បងប្អូនមកបាទឬក៏ page បងប្អូនមកបន្ទាប់មកបងប្អូនចូលទៅមើលនៅក្នុង notification ណាបងប្អូនបាទអាចចំណុចកណ្ដឹងរូបកណ្ដឹងណាបងប្អូនចូលទៅមើលនឹងតើយើងមើលអីទេមើលតែក្រុមហ៊ុនហ្នឹងគេ alert បានតែគេប្រាប់យើងអ្វីខ្លះក្នុងពេលវេលាហ្នឹងបងប្អូនត្រូវមើលហ្នឹងជាប្រចាំហើយចាប់អារម្មណ៍ជាងគេគឺដឹងថាក្រុមហ៊ុនបង្ហាញព័ត៌មានអ្វីមកដល់យើងឲ្យយើងអនុវត្តឲ្យយើងដឹងអញ្ចឹងបងប្អូនចូលមកនៅពេលដែលឃើញក្រុមហ៊ុនគេប្រាប់យើងហើយអញ្ចឹងបងប្អូនចុចលើវាមកចុចចូលទៅដើម្បីដឹងព័ត៌មានថាតើក្រុមហ៊ុនគេតម្រូវឲ្យយើងធ្វើមិនខ្លះបាទpage របស់ខ្ញុំនេះក្រុមហ៊ុនគេតម្រូវឲ្យផុសរូបមួយយើងធ្វើ celebration ណាបងប្អូនបានន័យថាការបង្កើតពិធីមួយបានន័យថាផុសរូបរំលឹកខួបទី6អារូបភាពហ្នឹងបងប្អូនយើងផុសទៅដើម្បីរំលឹកពិធីរំលឹកខួបទី6បាទអញ្ចឹងបងប្អូនចុចលើផ្ទាំងពណ៌ខៀវមកប៉ុន្តែសូមជម្រាបចេះបងប្អូននៅពេលដែលបងប្អូនចុចនៅលើ page របស់បងប្អូនឬ account បងប្អូនមិនប្រកាសថាបង្ហាញអញ្ចឹងទេបងប្អូនអញ្ចឹងក្រុមហ៊ុន Facebook គឺបង្ហាញលក្ខណៈផ្សេងគ្នាក្រុមហ៊ុនហ្នឹងគេវិភាគថាតើយើងត្រូវធ្វើអីដើម្បីទាក់ទាញឲ្យ page របស់យើងរៀងខ្លួនហ្នឹងគឺដំណើរការទៅមុខរីកទៅមុខអញ្ចឹងយើងធ្វើតាមពេលលក្ខណៈផ្សេងគ្នាជួនអីដូចគ្នាចឹងតែបងប្អូនសូមបើក workshop ហ្នឹងបាទបន្ទាប់ពីខ្ញុំផុសរូបភាពនឹងហើយណាបងប្អូនអញ្ចឹងគឺក្រុមហ៊ុន Facebook គេបង្ហាញមកទៀតណាគេបង្ហាញបន្តទៀតគេប្រាប់កលឹះណាអានេះគេហៅថាកលឹះធៀបបងប្អូនធៀបប្រែថាកលឹះបាទអញ្ចឹងគេប្រាប់កលឹះទៀតដែរអញ្ចឹងខ្ញុំនៅមានកលឹះ3ទៀតដើម្បីធ្វើឲ្យ page យើងដំណើរការឬ account យើងដំណើរការឲ្យវារីកទៅមុខណាបងប្អូនអញ្ចឹងគឺមាន3ហើយនៅសល់3ហ្នឹងបងប្អូនធ្វើតាមពីហ្នឹងមកបងប្អូនបងប្អូនអាចបើបងប្អូន account បងប្អូនជាភាសាខ្មែរបងប្អូនយល់តាមហ្នឹងឯងបើសិនជាបងប្អូន account ជាភាសាអង់គ្លេសបងប្អូនអាចបកប្រែទៅតាមអង់គ្លេសហ្នឹងទៅយើងអាច copy នៅក្នុង Google Translate អីទៅជាដើមបាទអញ្ចឹងបងប្អូនធ្វើតាមពីណាបងប្អូនណានឹងខ្ញុំឧទាហរណ៍តែមួយទេបងប្អូនហើយនៅសល់3ទៀតនេះឬក៏បងប្អូនអាចនេះសល់1ឬក៏អាចសល់2ឬក៏អាចអត់មានតល់ទេធ្វើតែមួយចំហៀនអាចចប់ក៏បាក់ថាបានដែរមិនប្រកាសថាដូចគ្នាទេបងប្អូនអញ្ចឹងការចែករំលែករបស់ខ្ញុំសម្រាប់ខ្ញុំវិញខ្ញុំជួលថាមានប្រយោជន៍សម្រាប់អ្នកធ្វើ MMO ក៏ដូចជា
អ្នកដែលទើបតែបង្កើតថ្មីគាត់មិនសូវដឹងហើយចង់ឲ្យរីកចឹងនេះជាគំនិតរបស់ខ្ញុំបាទការចែកម្លែកប៉ុន្តែបងប្អូនយល់ថាយ៉ាងម៉េចដែរតាមការគិតពិចារណារបស់បងប្អូនទៅចឹងជាធម្មតាក្រុមហ៊ុនមេតានៅពេលដែលគេដាក់កិច្ចការយើងឲ្យយើងធ្វើឧទាហរណ៍ណាឲ្យបងប្អូនអត់ធ្វើតើបងប្អូនជាប្រធានក្រុមហ៊ុនបងប្អូននឹងមានអារម្មណ៍យ៉ាងម៉េចបងប្អូននឹងគិតយ៉ាងម៉េចបាទចឹងអរគុណច្រើនប៉ុន្តែនេះសូមបញ្ជាក់ថាចេះក្រុមហ៊ុនគឺបងប្អូនបើកឆែកមើលទៅនៅពេលដែលបងប្អូនចាប់ផ្ដើមណែបដូរទៅម៉ូដជាម៉ូដអាជីពរកប្រាក់កម្រៃតាម Facebook គឺ Facebook គឺគេផ្ដល់គំរូក៏ដល់ការណែនាំឲ្យយើងរហូតបងប្អូនមើលផ្ទាំងចូលផ្ទាំងមើលនោះទៅបងប្អូនចុចមើលទៅណាការណែនាំមកគេមិនគេ support បងប្អូនតាម support រហូត control រហូតហើយបើគេ control ហើយបងប្អូនអត់ធ្វើតាមគេនឹងមិនដែរបងប្អូនបាទគួរគិតពិចារណាមើលទៅបាទអញ្ចឹងសូមអធិស្ឋានការខុសត្រូវប្រមាណអីខុសត្រូវអីសូមអធិស្ឋានផងណាបងប្អូនបាទបើសិនជាបងប្អូនពេញចិត្តវីដេអូមួយនេះបាទសូមជួយ comment ពាក្យល្អៗឬជួយ follow ដើម្បីទទួលបានការចែករំលែកល្អៗអស់ពីចិត្តបាទអញ្ចឹងសូមអរគុណច្រើនបងប្អូនសូមជម្រាបលា